ជំរាបសួរបងទាំងអស់គ្នាខ្ញុំនឹងនាំមកបងមកធ្វើមីញ៉ាំខ្លួនឯងបងអញ្ចឹងបើយើងធ្វើមីញ៉ាំទៅវាសុខភាពដែរអញ្ចឹងណាតែគ្រឿងផ្សំយើងអត់មានអីច្រើនទេបងមាន13មកគេមានតាមសាវមីអំបិលហើយនិងពងទាអញ្ចឹងសាវមីយើងដាក់ចំនួន250ក្រាមពងទា2គ្រាប់ហើយអំបិលកន្លះស្លាបព្រាបងអូខេដំបូងគេយើងដាក់សាវមីមុនគេបន្ទាប់មកយើងដាក់អំបិលបងដាក់អំបិលហ្នឹងគឺយើងកូរអំបិលហើយសាវមីហ្នឹងឲ្យចូលគ្នាហើយបន្ទាប់មកគូពងទា2គ្រាប់ដាក់បន្ទាប់មកយើងចាប់ផ្ដើមច្របល់សាច់ម្សៅមីហើយនិងពងទាហ្នឹងចូលគ្នាបងកុំភ្លេចថែមទឹកចំនួន2ស្លាបព្រាផងអញ្ចឹងយើងចាប់ផ្ដើមច្របល់សាច់ម្សៅសាច់ពងទាហ្នឹងចូលគ្នាទៅបងហើយតោះមកយើងច្បាច់វាលុញវារហូតដល់យើងច្បាច់លុញវារហូតដល់សាច់ម្សៅហ្នឹងវាឡើងរលោងប្រហែលជា8ទៅ10នាទីបងបន្ទាប់មកយើងគ្របទុកវាចំនួន30នាទីបងពេលយើងគ្របទុកហើយយើងយកវាយកមកដាក់លើម្សៅពោតដើម្បីឲ្យសាច់វាហ្នឹងកុំឲ្យវាស្អិតទៅយើងស្រួលកាត់វាធ្វើជាសរសៃមីឥឡូវយើងចាប់ដើមកាត់វាជាចំណិតដូចដើម្បីងាយស្រួលធ្វើសរសៃមីបងអូខេឥឡូវយើងចាប់ដើមយកចំណិតទូចហ្នឹងមកលុញវាឲ្យចេញជាតម្រងរាងឲ្យចេញស្ដើងដើម្បីយើងធ្វើសរសៃមីទៅឲ្យសរសៃមីយើងស្ដើងដែរអញ្ចឹងណាបងយើងធ្វើដូចរូបអញ្ចឹងពេលយើងធ្វើអញ្ចឹងហើយគឺយើងចាប់ដើមកាត់វាយើងកាត់វាចេញជាសរសៃអញ្ចឹងហើយយើងចាប់ផ្ដើមរយម្សៅមីពីលើទៀតដើម្បីកុំឲ្យវាស្អិតជាប់គ្នាអញ្ចឹងណាបងអញ្ចឹងយើងតេញវាបានជាសរសៃមីបែបនេះមើលស្អាតមែនទេបងដូចសរសៃមីគេអញ្ចឹងណាអូខេឥឡូវយើងមូលវាទុកម្ដុំអញ្ចឹងខ្ញុំធ្វើបានប៉ុណ្ណឹងតោះមកយើងចាប់ផ្ដើមដាំទឹកស្រស់វាធ្វើញ៉ាំមើលរសជាតិមិនដែរអូខេឥឡូវខ្ញុំធ្វើមីគោកអញ្ចឹងមីគោកបងចង់យកទៅធ្វើជាមីឆាធ្វើអីផ្សេងក៏បានដែរបងអញ្ចឹងដោយសារខ្ញុំគិតថាមីគោកទៅវាលឿនអញ្ចឹងខ្ញុំខ្ជិលឆាក៏ធ្វើមីគោកញ៉ាំទៅប៉ុន្តែរសជាតិគឺថាទទួលយកបានបងហើយយើងញ៉ាំទៅញ៉ាំពេញមាត់ដោយសារមីធ្វើខ្លួនឯងយើងអត់មានដាក់សារធាតុរក្សាទុកអីទេញ៉ាំទៅអត់ប៉ះពាល់សុខភាពទេអញ្ចឹងបងអាចសាកធ្វើញ៉ាំមកផ្ទះបានណារសជាតិគឺថាអាចទទួលយកបានចឹងកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាណាបងប្អូនអីក៏ធ្វើបានដែរចាំត្រឡប់មកថាបងបាយបាយអរគុណ